រឿងបញ្ហា MOU 44និងដំណោះស្រាយកម្ពុជាថៃអនុស្សរណៈនៃការយកយួនគ្នា MOU ឆ្នាំ2001គឺជាឯកសារផ្លូវការដ៏សំខាន់មួយដែលកំណត់ក្របខ័ណ្ឌសម្រាប់ការចរចារវាងកម្ពុជានិងថៃដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រនិងការបែងចែកផលប្រយោជន៍ធនធានធម្មជាតិនៅក្នុងឈូងសមុទ្រការបរិច្ឆេទចុះហត្ថលេខាថ្ងៃទី18ខែមិថុនាឆ្នាំ2001នៅភ្នំពេញអ្នកចុះហត្ថលេខាភាគីថៃលោកសូរ៉ាគៀតសធិរដ្ឋថៃរដ្ឋមន្ត្រីក្រសួងការបរទេសខៃនៅពេលនោះភាគីកម្ពុជាលោកសុកអានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រេងកាតាបកម្ពុជានៅពេលនោះឈ្មោះផ្លូវការអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីតំបន់ដែលពួកគេទាមទារត្រួតគ្នានៅលើបាតសមុទ្រនេះគឺជាចំណុចស្នូលនៃ MOU នេះភាគីទាំងពីរបានព្រមព្រៀងគ្នាថាកិច្ចការពីរត្រូវធ្វើឡើងក្នុងពេលដំណើរគ្នាការបោះបង្គោលព្រំដែនសមុទ្រការកំណត់ខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់សម្រាប់ដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងបាតសមុទ្រការអភិវឌ្ឍរួម Joint Development Area JDA ការព្រមព្រៀងលើកិច្ចព្រមព្រៀងអភិវឌ្ឍរួមគ្នាដើម្បីទាញយកធនធានអ៊ីត្រូកាប៊ួប្រេងនិងហ្គាសនៅក្នុងតំបន់ត្រួតគ្នានៅក្នុងផែនទីដែលភ្ជាប់ជាមួយ MOU តំបន់ទាមទារត្រួតគ្នាដែលមានផ្ទៃក្រឡាសរុបប្រហែល 26,000 គីឡូម៉ែត្រការ៉េត្រូវបានបែងចែកជាពីរផ្នែក1តំបន់ខាងលើគឺជាតំបន់ដែលស្ថិតនៅខាងលើខ្សែស្របទី11ដឺក្រេខាងជើងតំបន់នេះត្រូវផ្ដោតលើការចរចាដើម្បីកំណត់ព្រំដែនសមុទ្រ2តំបន់ខាងក្រោមគឺជាតំបន់ដែលស្ថិតនៅខាងក្រោមខ្សែស្របទី11ដឺក្រេខាងជើងតំបន់នេះត្រូវរៀបចំជាតំបន់អភិវឌ្ឍរួមដើម្បីចែករំលែកផលប្រយោជន៍និងការចំណាយលើការទាញយកប្រេងកាតាបបញ្ហាកោះគូតលើក្នុងរូបភាពផែនទីមានការគូររង្វង់ពណ៌ក្រហមនៅជុំវិញកោះគូតយោងតាមសន្ធិសញ្ញាបារាំងស៊ីមឆ្នាំ1907កោះគូតត្រូវបានទទួលស្គាល់ថាជាអធិបតេយ្យរបស់ថៃទោះយ៉ាងណាក៏ដោយបញ្ហាវិវាទកើតឡើងដោយសារខ្សែទាមទាររបស់កម្ពុជាឆ្នាំ1972បានគូសកាត់តាមកោះគូតខណៈដែលខ្សែរបស់ថៃឆ្នាំ1973គូសជុំវិញកោះនេះ MOU ឆ្នាំ2001មិនមែនជាការបោះបង់អធិបតេយ្យលើកោះនោះទេប៉ុន្តែវាគឺជាការទទួលស្គាល់ថាមានការទាមទារត្រួតគ្នានៅផ្ទៃវឹកជុំវិញនោះដែលត្រូវការចរចាយន្តការអនុវត្ត MOU នេះបានបង្កើតឲ្យមានគណៈកម្មាធិការបច្ចេកទេសចម្រុះ Joint Technical Committee JTC ដែលមានមន្ត្រីមកពីប្រទេសទាំងពីរដើម្បីរៀបចំសេចក្តីប្រាង្គកិច្ចព្រមព្រៀងអភិវឌ្ឍរួមគ្នាការកំណត់ព្រំដែនសមុទ្រដោយប្រើប្រាស់ច្បាប់អន្តរជាតិបើថៃហែកកិច្ចព្រមព្រៀង MOU 44នេះចោលតើកម្ពុជាត្រូវធ្វើដូចម្តេចបើសិនជាភាគីមួយព្យាយាមលុបចោលកិច្ចព្រមព្រៀងទ្វេភាគីវាមិនមែនមានន័យថាវិវាទត្រូវបានបញ្ចប់នោះទេប៉ុន្តែវាធ្វើឲ្យស្ថានភាពត្រឡប់ទៅរកភាពតានតឹងលើស្ដើមកម្ពុជាដើម្បីដោះស្រាយបញ្ហានេះមានជម្រើសនឹងមូលដ្ឋានច្បាប់ដូចខាងក្រោមមូលដ្ឋានច្បាប់អន្តរជាតិកម្ពុជាត្រូវប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982ដែលប្រទេសទាំងពីរជាសមាជិកនិងបានវិសាធិបានមាត្រា74និង83 UNCLOS ឆ្នាំ1982ចែងអំពីការកំណត់ព្រំដែនតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងបាតសមុទ្រច្បាប់នេះតម្រូវឲ្យភាគីជម្លោះធ្វើការចរចាដោយស្មារតីយោគយល់គ្នាដើម្បីឈ្មោះទៅរកដំណោះស្រាយដោយមានសម្បទាការរៀបចំបណ្ដោះអាសន្នបើសិនជាមិនទាន់អាចព្រមព្រៀងលើព្រំដែនបាំងទេមាត្រាទាំងនេះជំរុញឲ្យភាគីទាំងពីរធ្វើការរៀបចំបណ្ដោះអាសន្នដែលមានលក្ខណៈជាក់ស្ដែងដូចជាតំបន់អភិវឌ្ឍរួមគ្នា JDA យន្តការសម្រាប់ដោះស្រាយបញ្ហាយុទ្ធសាស្ត្រដោះស្រាយរបស់កម្ពុជាបើសិនជា MOU ឆ្នាំ2001ត្រូវបានភាគីមួយខាងច្រានចោលកម្ពុជាអាចអនុវត្តវិធានការដូចខាងក្រោម1ការទូតនិងការចរចាទ្វេភាគីនេះគឺជាដំណាក់កាលដំបូងនិងសំខាន់បំផុតកម្ពុជាអាចរក្សាចំហកញ្ចប់ទាំងមួយដែលមិនអាចបំបែកបានដដែលទោះបីជាមិនមាន MOU ឆ្នាំ2001ក៏ដោយក៏ការចរចាត្រូវតែផ្ដោតលើការខនសីមា
និងការអភិវឌ្ឍរួមគ្នាជាមួយគ្នាដដែលព្រោះបើដោះស្រាយតែមួយមុខវានឹងមិនមានតុល្យភាពផលប្រយោជន៍ 2. ការដោះស្រាយតាមរយៈភាគីទី3ឬតុលាការអន្តរជាតិបើសិនជាការចរចាទ្វេភាគីឈានទៅដល់ផ្លូវទាល់ច្រកកម្ពុជាមានជម្រើសតាមផ្លូវច្បាប់តុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ ITLOS មានឯកទេសភាពខាងដោះស្រាយវិវាទបច្ចេកទេសសមុទ្រ